ខាសាលាថ្ងៃនេះគួរចាប់អារម្មណ៍មែនទែនវាគ្មិននិយាយអំពីចំណេះដឹងមួយចំនួនអំពីវិស័យនយោបាយមែនទេចត្រាហ្នឹងហើយតែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគាត់និយាយពីទូនទីរបស់យុវជនក្នុងវិស័យនយោបាយគួរឲ្យស្ដាយមែនដែលពេលវេលាខ្លីពេកមែនហើយគ្រប់គ្នាមើលទៅដូចជាចាប់អារម្មណ៍ជាមួយនឹងប្រធានបទហ្នឹងណាយើងគួរតែទៅសួរអ្នកណាបើសិនមកយើងមានចង្អល់កុំបារម្ភថ្ងៃអាទិត្យនេះមានកម្មវិធីមួយនិយាយពីទូនទីយុវជនក្នុងវិស័យនយោបាយចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុរស្មីហង្សមាស FM 95.7 MHz ណាកក្កដាមែនទេកម្មវិធីគេគឺកម្មវិធី AYC Talk Show AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនបាទសូមគោរពនឹងជម្រាបសួរលោកស្រីនាងកញ្ញាប្រិមិត្តមិត្តយុវវ័យទាំងអស់គ្នាដែលកំពុងតែស្ដាប់វិទ្យុរស្មីហង្សមាស FM 95.7 MHz បាទសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធី AYC Talk Show បាទដែលកម្មវិធីរបស់យើងគឺមានផ្សាយផ្ទាល់ចាប់ពីម៉ោង 12 ដល់ម៉ោង 1 រសៀលបាទរៀងរាល់ថ្ងៃអាទិត្យបាទហើយកម្មវិធីរបស់យើងបានបែកពីអារម្មណ៍ប្រិមិត្តអ្នកស្ដាប់បាទមួយសប្តាហ៍កន្លងទៅនេះដោយសារតែយើងមានការរៀបចំនៅកម្មវិធីពិសេសសម្រាប់ពិធីបុណ្យអុំទូកបាទនេះគឺជាសប្តាហ៍ទី7បាទនៃកម្មវិធី AYC Talk Show បាទសប្តាហ៍នេះគឺប្រធានបទយើងទូនីតិយុវជនក្នុងវិស័យនយោបាយដែលមានរូបខ្ញុំអរុត្តមនិងលោកកក្កដាជាអ្នកសម្របសម្រួលបាទអរគុណបងឧត្តមនិងសូមជម្រាបសួរម្ដងទៀតទៅកាន់ប្រិយមិត្តអ្នកស្ដាប់ជាពិសេសមិត្តយុវវ័យបាទ AVC គឺជាអក្សរកាត់ដែលមកពីពាក្យពេញថា Ambassador Youth Council ដែលគឺជាក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា AVC ត្រូវបានបង្កើតឡើងនៅខែមិថុនាឆ្នាំ2012ក្នុងគោលដៅកសាងភាពជាដៃគូរវាងកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែមានប្រសិទ្ធភាពបាទក្នុងនោះផងដែរ AVC បានធ្វើការបន្តបណ្ដាភាពជាអ្នកដឹកនាំនៅក្នុងចំណោមយុវជនកម្ពុជាទូទាំងប្រទេសក៏ដូចជាផ្ដល់នូវឱកាសឲ្យយុវជនចូលរួមនៅក្នុងប្រធានបទសំខាន់ៗនិងផ្ដល់ជាមតិយោបល់អំពីគោលនយោបាយនិងកម្មវិធីផ្សេងៗរបស់សហរដ្ឋអាមេរិកដែលត្រូវបានអនុវត្តនៅប្រទេសកម្ពុជាបាទដោយឡែកកម្មវិធី AVC Talk Show គឺជាផ្នែកមួយនៃសកម្មភាពរបស់ AVC ដែលត្រូវបានបង្កើតឡើងនៅក្នុងគោលបំណង3បាទដើម្បីលើកកម្ពស់នៅទស្សនវិស័យបេសកកម្មក៏ដូចជាសកម្មភាពផ្សេងៗរបស់ AVC បាទទី2គឺដើម្បីលើកកម្ពស់នៅចំណេះដឹងរបស់យុវវ័យតាក់ទងទៅនឹងបញ្ហាសង្គមដែលសំខាន់ចំពោះពួកគេបាទចុងក្រោយគឺដើម្បីលើកកម្ពស់នៅវប្បធម៌នៃការចែករំលែកការយល់ដឹងនៅក្នុងចំណោមយុវជនបាទដែលឡែកប្រធានបទទី7សម្រាប់សប្តាហ៍នេះគឺទូនីតិយុវជននៅក្នុងវិស័យនយោបាយបាទបើតាមរបាយការណ៍របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតចំនួនប្រជាជនប្រហែលជា 3.5 លាននាក់ក្នុងចំណោមចំនួនសរុបចំនួន 9.5 លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ2013នេះមានអាយុក្រោម30ឆ្នាំបាទទិន្នន័យនេះអាចបង្ហាញថាលើសពី 1/3 នៃចំនួនអ្នកបោះឆ្នោតសរុបគឺជាយុវជនដែលមានសិទ្ធិបញ្ចេញមតិជ្រើសរើសគណៈបកដែលខ្លួនគិតថាអាចអភិវឌ្ឍនៅអនាគតរបស់ប្រទេសជាតិរបស់គេបានបាទសម្លេងប៉ុណ្នេះអាចបញ្ជាក់អំពីការចូលរួមយ៉ាងធំមួយរបស់យុវជននៅក្នុងវិស័យនយោបាយពិសេសក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី5នេះបាទដោយឡែកក្រៅពីការចូលរួមក្នុងការបោះឆ្នោតនេះតើមានសកម្មភាពអ្វីទៀតនៅក្នុងវិស័យនយោបាយដែលយុវជនកម្ពុជាអាចចូលរួមបានបាទ AVC Talk Show ក្នុងសប្តាហ៍នេះនឹងលើកយកទស្សនៈនានាក៏ដូចជារូបភាពផ្សេងៗនៅក្នុងវិស័យនយោបាយក្នុងប្រទេសកម្ពុជាដែលតាក់ទងទៅនឹងការចូលរួមរបស់យុវជនមកពិភាក្សាបាទចង់ដឹងថាមិត្តយុវវ័យនៅខាងក្រៅយល់យ៉ាងណាចំពោះទូនាទីរបស់ពួកគេនៅក្នុងវិស័យនយោបាយសប្តាហ៍ថ្ងៃសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួបជាមួយនឹងបទយកការរបស់ក្រុមការងារយើងខ្ញុំនៅខាងក្រៅបាទ AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនខ្ញុំគិតថាយុវជនចាំបាច់បំផុតគឺត្រូវតែចូលរួមនៅក្នុងនយោបាយដោយសារគេដោយសារយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិហើយមួយវិញទៀតប្រទេសរីកចម្រើនទៅបានគឺដោយសារតែយុវជនហេតុដូច្នេះហើយគឺយុវជនគឺមានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការធ្វើឲ្យប្រទេសមួយមានការរីកចម្រើនគឺអន់ថយទៅមុខមួយវិញទៀតយុវជនគួរតែតាមដានព័ត៌មានគ្រប់ទិសទីទាំងអស់ជាពិសេសគឺតាក់ទងជាមួយនឹងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាថាតើសប្តាហ៍ថ្ងៃប្រទេសគឺដើរដល់ណាហើយបើតាមខ្ញុំគិតថាយុវជនចូលទៅក្នុងកម្មវិធីប្រជុំទីជាតិតាក់ទងនឹងនយោបាយតាក់ទងនឹងសង្គមវាគឺជារឿងល្អមួយព្រោះអីពួកតែពួកយើងក្មេងមែនប៉ុន្តែពួកយើងត្រូវយល់ដឹងពីសង្គមប្រទេសជាតិដើម្បីយើងថ្ងៃក្រោយយើងធ្វើជាតពាំងស្នងឫស្សីឬក៏ធ្វើជាធនធានមនុស្សមួយដើម្បីធ្វើឲ្យប្រទេសយើងកាន់តែរីកចម្រើនយុវជនគឺជាផ្នែកមួយដ៏រឹងមាំអញ្ចឹងណាអញ្ចឹងយើងទាំងថាក្នុងប្រទេសមួយគឺ
ភាគច្រើនក្នុងប្រទេសយើងគឺយុវជនច្រើនមិនថាក្នុងប្រទេសយើងឯប្រទេសណាក៏ដោយគឺមានយុវជនច្រើនដែលជាសសរទ្រូងនៃប្រទេសជាតិអញ្ចឹងកាលណាយុវជនគាត់ស្វែងយល់អំពីនយោបាយបានច្រើនគឺគាត់អាចតាមដានពីសកម្មភាពរបស់អ្នកនយោបាយតើអ្នកនយោបាយធ្វើអីអ្នកនយោបាយថាអីគាត់តាមដានពីសកម្មភាពក្នុងរដ្ឋសភាក៏ដូចជាគាត់តាមដានសកម្មភាពរបស់អ្នកតំណាងរាស្ត្ររបស់គាត់ វាជារឿងល្អណាស់ដែលចំពោះយុវជនហ្នឹងគាត់involve ជាមួយនឹងឆាកនយោបាយដោយសារតែយើងគឺជាយុវជនមែនប៉ុន្តែគំនិតយើងគឺអាចផ្លាស់ប្ដូរពីគឺចាំមានន័យថាវាខុសពីមនុស្សចាស់អញ្ចឹងទៅយើងអាចផ្ដល់គំនិតឬក៏យើងអាចរៀនពីគេហើយយើងអាចផ្លាស់ប្ដូរយោបល់ពីគេបាន AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជន បាទក្រោយពីបានស្ដាប់បទយល់ការរបស់យើងតើមិនដែលស្ដាប់យល់យ៉ាងម៉េចដែរចំពោះគំនិតរបស់យុវវ័យយើងនៅខាងក្រៅបាទដូច្នេះប្រសិនមកប្រិយមិត្តក៏ដូចជាមិត្តយុវវ័យមានចងល់ទាក់ទងនឹងប្រធានបទទូនាទីយុវជននៅក្នុងវិស័យនយោបាយអាចអញ្ជើញខលចូលទូរស័ព្ទសួរវាគ្មិនរបស់យើងបាននៅក្នុងថ្ងៃនេះបាទតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទសម្រាប់ប្រិយមិត្តយើងដែលចង់ចូលរួមបញ្ចេញមតិយោបល់ឬក៏ចង់សាកសួរសំណួរផ្សេងៗបាទអាចទូរស័ព្ទមកកាន់លេខ066 777 957 និងមួយប្រព័ន្ធទៀតគឺលេខ086បាទ081 777 957 បាទសូមបញ្ជាក់ផងដែរចំពោះប្រិយមិត្តដែលចង់ខលចូលកម្មវិធីសូមស្ដាប់ប្រធានបទបានច្បាស់និងត្រៀមសំណួរបានជាក់លាក់បាទមិត្តក៏អាចផ្ដល់ជា comment ក៏ដូចជាសំណួរទៅដល់វាគ្មិនរបស់យើងតាមរយៈ page របស់ AYC របស់យើងបាទដែលមានអាសយដ្ឋាន www.facebook.com/theusyc បើសិនមកប្រិយមិត្តមិនទាន់ជាសមាជិករបស់ page យើងខ្ញុំទេអាចចុច like បានបាទដើម្បីចាប់ផ្ដើមកម្មវិធីខ្ញុំសូមអនុញ្ញាតស្វាគមន៍វាគ្មិននៅក្នុងបន្ទប់ផ្សាយរបស់យើងទាំងពីររូបបាទដែលវាគ្មិនទី1គឺកញ្ញានៅសុវត្ថាគឺជាប្រធានកម្មវិធីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនិងយុវជនបាទសូមជម្រាបសួរបាទនិងវាគ្មិនទី2គឺលោកភេងមាស័កដែលគឺជាសាស្ត្រាចារ្យ Department សិក្សាអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេសបាទសូមជម្រាបសួរបាទសូមជម្រាបសួរកម្មវិធី ABC ទាំងមូលក៏សូមអរគុណទៅដល់វាគ្មិនទាំងពីររូបដែលបានចំណាយពេលយ៉ាងមានតម្លៃចូលរួមនៅក្នុងកម្មវិធី ABC Talk Show ក្នុងសប្តាហ៍ទី7នេះបាទដើម្បីចាប់ផ្ដើមកម្មវិធីខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងសំណួរទី1ដែលតាក់ទងទៅនឹងការឲ្យយំនៅប្រធានបទរបស់យើងបាទចង់សួរវាគ្មិនថាបើសិនមកយើងនិយាយអំពីវិស័យនយោបាយតើតតភាពសង្គមអ្វីខ្លះក៏ដូចជារូបភាពអ្វីខ្លះដែលយើងនឹងផ្ដោតទៅលើនយោបាយនេះបាទសូមផ្ដល់សំណួរទៅដល់ខាងបងមានស័ក្តិមុនបាទសូមអរគុណកក្កដាដែលបានផ្ដល់ឱកាសនេះមកដល់រូបខ្ញុំបាទហើយក៏ដូចជាសូមជម្រាបសួរទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ទាំងអស់ដែរខ្ញុំបាទឈ្មោះភេងមាស័កខ្ញុំជាគ្រូបង្រៀននៅក្នុង Department ភាសាសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេសចំពោះពាក្យថានយោបាយនេះជាទូទៅតាមនៅខាងផ្នែកនយោបាយបន្តតែម្ដងគឺមានន័យថាដំណើរការប្រព្រឹត្តទៅនៃការគ្រប់គ្រងរដ្ឋឬក៏គ្រប់គ្រងស្ថាប័នផ្សេងៗនៅក្នុងរដ្ឋប៉ុន្តែចំពោះរូបភាពទូទៅរបស់នយោបាយហ្នឹងគឺមិនចាំបាច់តែសកម្មភាពដែលកើតឡើងនៅថ្នាក់ដឹកនាំឬក៏ដែលមានកើតឡើងនៅក្នុងសភាឬក៏រដ្ឋាភិបាលទេសកម្មភាពផ្សេងដែលកើតឡើងនៅក្នុងសង្គមឬក៏ស្ថាប័នផ្សេងហ្នឹងក៏គឺអាចចាត់ទុកថាជាសកម្មភាពដែលតាក់ទងទៅនឹងនយោបាយនៅក្រោមរូបភាពនយោបាយនោះដែរបាទអរគុណបងចោះចំណែកបងស្រីវិញយល់យ៉ាងម៉េចចំពោះប្រធានបទរបស់យើងចាស់ជាដំបូងនេះខ្ញុំសូមគោរពវាគ្មិនវិសាហើយនឹងបងអូនកក្កដានិងបងអូនឧត្តមហើយក៏គោរពដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុហងមាសទាំងអស់និងអ្នកប្រិយមិត្តរបស់កម្មវិធី AYC Radio Talk Show នាងខ្ញុំឈ្មោះសវត្ថាជាប្រធានកម្មវិធីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនិងយុវជននៃអង្គការដំឡាភិបកម្ពុជាតាមពិតបើឆ្លើយទៅសំណួរដែលបងអូនសាក់បាននិយាយនេះគាត់ឲ្យនិយមន័យទៅលើភាសាខ្មែរលើពាក្យនយោបាយហើយដូច្នេះខ្ញុំគ្រាន់ចង់បន្ថែមមួយទៀតថាពាក្យនយោបាយហ្នឹងបើជាភាសាបរទេសបើយើងយកចេញពីភាសាក្រិកដែលបានន័យថា politico ហ្នឹងគឺបានន័យថាគ្រប់ការងារទាំងអស់ដែលមានការពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដូច្នេះដោយបងអូនវិសាលើកឡើងអញ្ចឹងគ្រប់ការអនុវត្តទ្រឹស្ដីការអនុវត្តអ្វីទាំងអស់ដែលពាក់ព័ន្ធឬក៏ជះឥទ្ធិពលដល់ប្រជាជនឬក៏បុគ្គលណាមួយហ្នឹងគឺជានយោបាយដូច្នេះនយោបាយមិនបានន័យថាតើនិយាយអំពីនយោបាយគណៈបកនយោបាយឬក៏នយោបាយដឹកនាំប្រទេសថ្នាក់ជាតិទេសូម្បីតែនយោបាយថ្នាក់ស្រុកថ្នាក់ភូមិឬក៏ស្ថាប័នទូចមួយឬក៏ក្នុងគ្រួសារយើងក៏យើងអាចនិយាយថាជានយោបាយរបស់ស្ថាប័នឬក៏នយោបាយក្នុងគ្រួសារគោលការណ៍ក្នុងគ្រួសារឬក៏នយោបាយប្រចាំប្រទេសប្រចាំស្រុកនិងប្រចាំភូមិឃុំយើងផងដែរបាទអរគុណបងច្រើនចង់ភ្ជាប់ជាមួយនឹងសំណួរបន្ទាប់ចង់ដឹងថាយើងដឹងថាយុវជនយើងសប្តាហ៍ថ្ងៃនេះគឺជាវ័យដែលសកម្មបាទនៅក្នុងសកម្មភាពសង្គមដូចដែលបានលើកឡើងកាលពីសប្តាហ៍មុនដែរបាទ
ហើយតើវាគ្មិនគិតថាមានកត្តាអ្វីខ្លះដែលតាក់ទាញឲ្យពួកគេគិតគូរទៅដល់វិស័យនយោបាយបាទសូមចាប់ដើមពីបងស្រីមុនបាទ ចាស់តាមពិតគាត់ចាប់អារម្មណ៍ក្នុងវិស័យនយោបាយដោយសារតែវាពាក់ព័ន្ធនឹងគាត់បើសិនជាគាត់អត់ស្វែងយល់ពីបញ្ហានយោបាយឧទាហរណ៍ដូចជាថ្មីនេះយើងឃើញយុវជនយើងជាច្រើនបានភ្ជាប់ខ្លួនទៅនឹងការងារនយោបាយដូចជាការពេលបោះឆ្នោតអញ្ចឹងគឺជារឿងគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យកោតសរសើរដែលយើងឃើញយុវជនយើងជាច្រើនបានចូលរួមក្នុងយុទ្ធនាការបោះឆ្នោតយុទ្ធនាការផ្សព្វផ្សាយការបោះឆ្នោតនិងការងារគ្រប់បែបយ៉ាងការងារសង្គមរួមទាំងការងារសង្គមផងដែរគាត់ចូលរួមការងារសង្គមតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិហ្នឹងគឺជាការងារចូលរួមក្នុងការធ្វើនយោបាយរបស់គាត់ប៉ុន្តែអ្វីដែលគាត់ធ្វើទាំងអស់ហ្នឹងគឺជារឿងមួយដែលយើងត្រូវតែស្ងើចសរសើរពីការឈានឡើងរបស់យុវជននាពេលបច្ចុប្បន្នតែយើងក៏យើងត្រូវទទួលស្គាល់ថាគាត់ត្រូវតែយកចិត្តទុកដាក់បើសិនមិនយកចិត្តទុកដាក់ទេរឿងទាំងអស់ហ្នឹងគឺប៉ះពាល់ទៅនឹងជោគវាសនារបស់គាត់នៅថ្ងៃអនាគតគាត់មិនមែនជាយុវជនដែលត្រូវនៅសាលារហូតទេនាថ្ងៃអនាគតគាត់នឹងក្លាយជាថ្នាក់ដឹកនាំមួយនៅក្នុងភូមិស្រុកសាលាឬក៏ប្រទេសជាតិផងអញ្ចឹងបើសិនជាគាត់មិនចំណាយពេលវេលារបស់គាត់ដែលទោះបីរវល់ក្នុងការសិក្សាក៏ដោយតែបើមិនចំណាយពេលវេលាក្នុងការរៀនសូត្រសំទោសមិនចំណាយពេលវេលាក្នុងការងារនយោបាយការងារអភិវឌ្ឍភូមិស្រុកឃុំសង្កាត់ជាងទេថ្ងៃអនាគតគាត់ក៏អាចដឹងអ្វីដែលហៅថាការអភិវឌ្ឍប្រទេសដែរបាទដោយសារតែយើងមាន caller យើងម្នាក់អញ្ចឹងសូមស្វាគមន៍គាត់បាទ hello ជំរាបសួរ បាទជំរាបសួរ បាទជំរាបសួរបាទកញ្ញាទូរស័ព្ទពីខាងណាដែរអូបាទដាច់វិញព្យាយាមម្ដងទៀតបាទកម្មវិធីយើងគឺប្រធានបទថ្ងៃនេះទូនីតិរបស់យុវជនទៅនយោបាយបាទអរគុណច្រើនឥឡូវនេះយើងមានសំណួរជាបន្តទៀតបាទ សូមឲ្យបងឆ្លើយសំណួរបន្តបាទសូមអរគុណបន្ថែមទៅនឹងមតិយោបល់របស់បងស្រីខ្ញុំក៏សូមបន្ថែមទៅលើខ្ញុំមើលឃើញថាមានកត្តា3សំខាន់ដែលធ្វើឲ្យយុវជនបច្ចុប្បន្នហ្នឹងគាត់បានធ្វើការកាន់តែច្រើននៅក្នុងវិស័យនយោបាយដែលក្នុងនោះទី1គឺយើងឃើញតែកត្តាទី1ដែលយើងមិនអាចប្រកែកបានគឺការកើនឡើងនៃចំណេះដឹងរបស់យុវជនជាពិសេសយើងឃើញប្រទេសកម្ពុជាគឺជាប្រទេសដែលមានទម្រង់យុវជនវ័យក្មេងហើយយុវជនជាច្រើននឹងបានឆ្លងកាត់នៅការសិក្សារៀនសូត្រពីថ្នាក់វិទ្យាល័យឬក៏ថ្នាក់មហាវិទ្យាល័យដែលធ្វើឲ្យគាត់មានចំណេះដឹងកាន់តែច្រើននៅពេលដែលយុវជនមានចំណេះដឹងកាន់តែច្រើនគាត់ក៏កាន់តែស្វែងយល់ច្រើនអំពីសិទ្ធិរបស់គាត់នៅក្នុងការបញ្ចេញមតិឬក៏សិទ្ធិផ្សេងៗដែលអនុវត្តនៅក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យអញ្ចឹងទី1គឺការកើនឡើងនៃយុវជនដែលបង្កើតបានទៅជាក្រុមមួយដ៏ខ្លាំងនៅក្នុងដែលយើងគេហៅថាក្រុមឋានៈកណ្ដាលនៅក្នុងសង្គមដែលជាក្រុមដែលមានចំណេះដឹងចំណុចទី2ហ្នឹងគឺការប្រើប្រាស់ប្រព័ន្ធសង្គមប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសហ្នឹងយើងដឹងហើយថា Facebook Twitter ឬក៏ YouTube អីជាដើមហ្នឹងគឺជាប្រព័ន្ធមួយដែលយុវជនគាត់អាចងាយស្រួលក្នុងការស្វែងយល់សិក្សាស្រាវជ្រាវពីសង្គមសិក្សាពីសង្គមចែករំលែកចំណេះដឹងរបស់គាត់ហើយក៏ចែករំលែកព័ត៌មានផ្សេងៗទៅដល់យុវជនផ្សេងទៀតអញ្ចឹងការប្រើប្រាស់ប្រព័ន្ធសង្គមហ្នឹងក៏ធ្វើឲ្យយុវជនកាន់តែងាយស្រួលក្នុងការចូលរួមបញ្ចេញមតិយោបល់ក្នុងបញ្ហានយោបាយចំណុចចុងក្រោយចំណុចទី3កត្តាដែលសំខាន់ដែរហ្នឹងគឺបរិបទនៅជុំវិញប្រទេសកម្ពុជាក៏ដូចជាបរិបទពិភពលោកដែលយើងឃើញថាមិនមែនតែយុវជននៅក្នុងប្រទេសកម្ពុជានោះទេដែលចូលរួមកាន់តែច្រើននៅក្នុងវិស័យនយោបាយយើងឃើញនៅក្នុងប្រទេសថៃប្រទេសម៉ាឡេស៊ីឬក៏ដូចជាបច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាជាដើមហ្នឹងដែលយើងហៅថាជាប្រទេសភូមាហ្នឹងគឺមានការកំណែទម្រង់ច្រើនដូច្នេះបរិបទទាំងអស់នេះជំរុញឲ្យយុវជនកម្ពុជាកាន់តែច្រើនគឺចង់ដឹងចង់យល់ចង់ស្គាល់និងចង់ឲ្យធ្វើការមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជាតាមរយៈការចូលរួមក្នុងវិស័យនយោបាយបាទអរគុណបងប្រិយមិត្តកំពុងស្ដាប់កម្មវិធី ABC Talk Show កំពុងតែពិភាក្សាជុំវិញប្រធានបទទូនាទីយុវជននៅក្នុងវិស័យនយោបាយបើសិនបើមានចម្ងល់អាច comment ក៏ដូចជាសួរសំណួរតាមរយៈ Facebook page របស់យើងដែលមានអាសយដ្ឋាន www.facebook.com/theusaYC ឬក៏ទូរស័ព្ទតាមរយៈទូរស័ព្ទពីរពាន់បាទនៅក្នុងបន្ទប់ផ្សាយយើងមានលេខទូរស័ព្ទពីរខ្សែលេខ066 777 957និងលេខ081 777 957 បាទចង់ភ្ជាប់ជាមួយនឹងសំណួរមួយទៀតផងដែរយើងដឹងហើយថាយុវជនយើងមានកំណត់ពីចន្លោះអាយុជាក់លាក់ណាមួយអញ្ចឹងសួរថាតើក្មេងយុវជនក្មេងៗដែលគាត់រៀននៅខាងវិទ្យាល័យហ្នឹងតើគាត់គួរមានទូនាទីអីខ្លះក្នុងវិស័យនយោបាយបើមិនបើគាត់នៅវ័យក្មេងដល់ហើយរវល់ការសិក្សាទៀតបាទសូមផ្ដល់សំណួរទៅខាងមកប្របសូមអរគុណតាមពិតទៅដោយសារតែយុវជននៅវ័យក្មេងហ្នឹងទៅយុវជនគួរតែចូលរួមកាន់តែច្រើននៅក្នុងវិស័យនយោបាយដោយសារដោយបងដងស្រីដែលមានប្រសាសន៍អញ្ចឹងគឺដោយសារតែនយោបាយហ្នឹងគឺវាប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់គាត់ប្រចាំថ្ងៃគឺ
ដូចយើងបានឲ្យនិយមន័យអញ្ចឹងគឺនយោបាយមិនមែនមានតែថ្នាក់ជាតិទេមិនមែនមានន័យថាតើតែយើងធ្វើសកម្មភាពនៅក្នុងសភាជាតិឬក៏រដ្ឋាភិបាលទៅបានហៅនយោបាយទេប៉ុន្តែនយោបាយប៉ះពាល់ដល់គាត់ជីវភាពរបស់គាត់ប្រចាំថ្ងៃឧទាហរណ៍ដូចជាតម្លៃនៅប្រេងសាំងការឡើងចុះឬក៏ធ្លាក់ចុះនៃតម្លៃប្រេងសាំងការឡើងថ្លៃម្ហូបអាហារឬក៏ការកែប្រែច្បាប់ចរាចរណ៍ការកែប្រែការផាកពិន័យច្បាប់ចរាចរណ៍ឬក៏ការបង្កើនពន្ធឬក៏តម្លៃផ្សេងឱកាសផ្សេងអញ្ចឹងសួរថាវាប៉ះពាល់នៅណាឧទាហរណ៍ថាតម្លៃប្រេងសាំងឡើងថ្លៃវាប៉ះពាល់ទាំងអស់គ្នាយុវជនក៏ប៉ះពាល់ដោយសារអញ្ចឹងហើយគឺមិនចាំបាច់តែមនុស្សចាស់ទេដែលអាចចូលរួមក្នុងវិស័យនយោបាយយុវជនក៏ចូលរួមដែរពីព្រោះគាត់ទទួលរងផលប៉ះពាល់ដូចគ្នាបាទចំពោះ color ដែលគាត់ខលមកហើយយើងមិនបានលើកសូមអញ្ជើញព្យាយាមម្ដងទៀតបាទចង់ផ្ដល់សំណួរទៅដល់បន្តទៅដល់បងស្រីបាទខ្ញុំគិតថាប្អូនសាក់បានរៀបរាប់អស់ហើយបើសិនជាគាត់មិនចូលរួមគាត់មិនបញ្ចេញមតិអ្វីដែលប៉ះពាល់ដល់គាត់អាចធ្វើអីបានទេបាទដូច្នេះគាត់ត្រូវតែចូលរួមគាត់ត្រូវតែស្វែងយល់ព្រោះគាត់ក្មេងមែនតែបន្តិចទៀតទៅគាត់ធំហើយបាទឥឡូវដោយសារយើងមាន color ខ្ញុំសូមជួបគាត់តែម្ដងបាទជំរាបសួរប្រិមិត្ត Hello បាទដាច់ទៅបាត់ហើយអញ្ចឹងខ្ញុំសូមទទួលមកខ្សែទៀតបាទ Hello ជំរាបសួរបង បាទជំរាបសួរបាទជំរាបសួរបាទឈ្មោះអីដែរឈ្មោះសំណាងបាទបងអូនសំណាងមានសំណួរអីចង់សួរវាគ្មិនរបស់យើងទេខ្ញុំចង់សួរថាបើសិនជាទីខ្លះខាងប្រទេសខ្លះគឺអត់បើកសិទ្ធិសេរីសម្រាប់យុវជនហើយនិងសម្រាប់អ្នករៀននៅវិទ្យាល័យហ្នឹងបញ្ចេញមតិយោបល់តែយើងគួរធ្វើបែបណាដើម្បីទាមទារនៅសិទ្ធិបញ្ចេញមតិឬក៏ថាការពិភាក្សាផ្នែកនយោបាយហ្នឹងបងអរបងបាទអរគុណចាំស្ដាប់ការបកស្រាយតាមរយៈវិទ្យុវិញបាទជម្រាបលាបាទជម្រាបលាបងបាទសូមដល់សំណួរទៅខាងបងមានសាសូមអរគុណតាមពិតទៅដូចយើងបាននិយាយហើយគឺថាវិស័យនយោបាយហ្នឹងគឺមិនមែនចាំបាច់តែថ្នាក់ជាតិឬក៏ថ្នាក់អីគឺវិស័យនយោបាយគឺមានសកម្មភាពផ្សេងហើយយុវជនខ្លួនគាត់ហ្នឹងក៏គាត់អាចនិយាយតាក់ទងនឹងផ្នែកនយោបាយហើយបច្ចុប្បន្នដោយសារតែបច្ចេកវិទ្យាហើយនឹងភាពទំនើបនៅវិស័យបច្ចេកវិទ្យាយើងថាប្រព័ន្ធ Facebook គឺត្រូវបានប្រើប្រាស់ជាច្រើន YouTube ឬក៏ប្រព័ន្ធសង្គមហ្នឹងផ្សព្វផ្សាយសង្គមហ្នឹងគឺត្រូវបានប្រើប្រាស់ជាច្រើនអញ្ចឹងហើយគឺគាត់អាចចែករំលែកគាត់អាចបញ្ចេញមតិយោបល់ដ៏ត្រឹមត្រូវដែលមានភាពពិតនៅតាមប្រព័ន្ធទាំងនោះបានហើយមិនដូច្នោះទេគឺគាត់អាចប្រមូលផ្ដុំជាក្រុមដែលក្រៅពីថ្នាក់រៀនឬក៏ក្រៅពីសាលារៀនហ្នឹងគាត់អាចជុំគ្នានិយាយអំពីបញ្ហាផ្សេងនៅថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍ឬក៏ពេលឈប់សម្រាកនៅតាមហាងកាហ្វេឬក៏នៅតាមកន្លែងផ្សេងតាក់ទងនឹងវិស័យនយោបាយអញ្ចឹងហើយគឺវាមានមធ្យោបាយច្រើនសម្រាប់យុវជនដើម្បីពិភាក្សាស្វែងយល់អំពីនយោបាយបាទបងនិយាយចឹងតើតើជាមួយនឹងពាក្យនយោបាយអញ្ចឹងខ្ញុំចង់ផ្ដល់សំណួរទៅខាងបងស្រីប៉ុន្តែគាត់ផ្ដោតថាតើវិស័យនយោបាយក្នុងរូបភាពអីខ្លះដែលយុវជនគាត់អាចចូលរួមបានហ្នឹងបាទចាអញ្ចឹងនេះខ្ញុំសូមត្រឡប់ទៅវិញពីវិស័យនយោបាយមួយចំនួននៅថ្នាក់ក្រោមជាតិដែលយុវជនភាគច្រើនគាត់អាចចូលរួមបានយ៉ាងងាយដូចជាក្នុងកិច្ចការប្រជុំភូមិឃុំក្នុងការតាមដានឬក៏ការឃ្លាំមើលការអនុវត្តច្បាប់របស់ភូមិឃុំនៅតាមតំបន់ដែលគាត់រស់នៅតាមសាលានៅតាមមណ្ឌលសុខភាពជាទូទៅយើងដឹងហើយថាតាមគោលការណ៍អភិបាលកិច្ចល្អប្រជាពលរដ្ឋត្រូវតែចូលរួមក្នុងការរៀបចំផែនការឃុំសង្កាត់បាទផែនការទាំងអស់ហ្នឹងគឺត្រូវការមានការចូលរួមរបស់ប្រជាពលរដ្ឋអាហ្នឹងគឺជាតម្រូវការសំខាន់ដែលរដ្ឋាភិបាលដាក់ឲ្យមានត្រូវតែអនុវត្តប៉ុន្តែយើងសង្កេតឃើញថាប្រជាពលរដ្ឋជួនកាលគាត់អត់ចូលរួមទេដោយសារគាត់គិតថាគ្មានពេលឬក៏អត់មានប្រយោជន៍អីចាំបាច់តែគាត់ត្រូវទៅតាមដានថាភូមិឃុំនឹងធ្វើអ្វីល្អឬក៏អត់ប៉ុន្តែរឿងទូចមួយប៉ុណ្ណឹងក៏គាត់អាចធ្វើបានដែរធ្វើការចូលរួមការងារសង្គមនៅក្នុងថ្នាក់ក្រោមជាតិក្នុងសាលាបន្ទាប់មកថ្ងៃបន្ទាប់ទៀតដល់ពេលដែលគាត់ចាប់ផ្ដើមឈានជើងស្វែងយល់អំពីគោលការណ៍នយោបាយដូចជាស្វែងយល់ពីព័ត៌មានជាតិនិងអន្តរជាតិដើម្បីខ្លួនគាត់នឹងអាចអភិវឌ្ឍខ្លួនឯងបានហ្នឹងក៏ជាការចូលរួមមួយដែលយុវជននឹងអាចធ្វើបានដែលងាយស្រួលដែលមិនចាំបាច់អស់ថវិកាហើយអត់ចាំបាច់ប៉ះពាល់មួយណាទាំងអស់គឺស្វែងយល់ខ្លួនឯងរៀនយល់ខ្លួនឯងហើយវិភាគខ្លួនឯងដើម្បីឲ្យការចំណេះដឹងខ្លួនឯងបាទអរគុណបងចាចង់ដោយសារយើងមានខលខ្ញុំសូមទទួលសំណងបាទជំរាបសួរប្រិមិត្ត Hello ជំរាបសួរបងបាទលោកឈ្មោះអីដែរទូរស័ព្ទពីខាងណាវិញ
បាទខ្ញុំឈ្មោះណារ៉ូខ្ញុំទូរស័ព្ទពីពីខ្ញុំផ្សេងទៅ បាទណារ៉ូមានសំណួរអីចង់សួរវាគ្មិនណា ខ្ញុំសូមសួរទៅវាគ្មិនថាតើយើងគួរតែមានវិធីសាស្ត្របែបណាដើម្បីចែកចម្លែកនៅទស្សនៈថ្មីទៅដល់យុវជនជាពិសេសយើងដឹងហើយថាមានអ្នកនយោបាយមួយចំនួនគាត់កំពុងតែធ្វើសកម្មភាពដែលយើងអាចនិយាយបានថាជាអ្នកលក្ខណៈ negative អញ្ចឹងការចូលរួមរបស់យុវជននឹងទទួលស្គាល់ថាវាពិតជាល្អណាស់ប៉ុន្តែការចូលរួមនោះខ្ញុំសង្កេតមើលទៅវាគ្រាន់តែជាការផុសផុលតាមគ្នាវាមិនជាការចូលរួមត្រឹមត្រូវមួយនៅក្នុងលទ្ធិសង្គមជាតិតៃអញ្ចឹងណាម្យ៉ាងវិញទៀតអ្នកនយោបាយក៏បានផ្ដល់ទិន្នន័យដែលមិនល្អទៅដល់យុវជនអញ្ចឹងតើក្នុងនាមយើងជាអ្នកយល់បញ្ហាហ្នឹងតើយើងអាចមានទស្សនៈបែបណាដើម្បីផ្ដល់ជាកំណត់ឬមួយក៏ជាជាយោបល់ទៅឲ្យអ្នកនយោបាយដើម្បីកែតម្រូវក្នុងការផ្ដល់ទិន្នន័យដល់យុវជនបាទអរគុណបាទជម្រាបលាបាទសូមដល់សំណួរទៅដល់ខាងបងស្រីបាទ ចាស់មិញបងអូនសាក់ក៏ធ្លាប់បាននិយាយអញ្ចឹងគាត់ថាក្នុងនាមយើងជាយុវជនយើងអាចបង្ហាញពីក្តីកង្វល់របស់យើងហ្នឹងតាមរយៈប្រព័ន្ធយើងមាន social media ប្រព័ន្ធ Facebook Twitter ឬក៏ព័ន្ធអីហ្នឹងបង្ហាញអំពីអារម្មណ៍របស់យើងដែលយើងចង់បានប៉ុន្តែរឿងតែប៉ុណ្្នឹងមិនមែនគ្រប់ទេយើងក៏អាចប្រមូលផ្ដុំដែលក្នុងក្របខ័ណ្ឌផ្លូវការស្របច្បាប់ដែលធ្វើឲ្យយើងអាចបង្ហាញអំពីការចង់បានរបស់យើងទៅថ្នាក់ដឹកនាំរឿងមួយទៀតដែលយើងអាចធ្វើបានដែរដូចជាឥឡូវដូចប្អូនដែលក្រុម AYC អញ្ចឹងគាត់បានបង្កើតទៅជាកម្មវិធីនេះឡើងក្នុងគោលបំណងគឺដើម្បីឲ្យអ្នកដទៃទៀតនឹងស្វែងយល់អំពីអ្វីខ្លះដែលជាយុទ្ធសាស្ត្រត្រឹមត្រូវដែលយុវជនត្រូវធ្វើហើយរឿងអញ្ចឹងយើងធ្វើអត់ខុសទេយើងធ្វើហើយមានផលប្រយោជន៍ដើម្បីយើងកើននៅបទពិសោធន៍ក្នុងការងារបទពិសោធន៍ក្នុងការធ្វើការជាមួយនឹងប្រជាពលរដ្ឋឬក៏មនុស្សជាច្រើនហើយយើងថែមទាំងជួយមនុស្សជាច្រើនរាប់ពាន់រាប់លានអ្នកទៀតដើម្បីឲ្យស្វែងយល់ថាអ្វីទៅគឺជាវិធីល្អក្នុងការធ្វើការជាមួយយុវជនហើយនាំយុវជនទាំងអស់ហ្នឹងឲ្យគាត់មើលទៅផ្លូវត្រូវហើយប្រាប់ទៅថ្នាក់ដឹកនាំយើងហ្នឹងថាយើងចង់បានអ្វីក្នុងនាមជាយុវជនហើយក្នុងនាមយើងជាយុវជនដែរហ្នឹងក៏យើងត្រូវមានកម្រិតរបស់យើងដែរមិនមែនបានន័យថាយើងមានសិទ្ធិក្នុងការបញ្ចេញមតិហើយយើងបញ្ចេញមតិអ្វីដែលលុបទៅលើគំនិតឬក៏មតិយោបល់របស់អ្នកដទៃទៀតដែលគេក៏មានសិទ្ធិដូចយើងដែរដូច្នេះបើយើងចង់ឲ្យគេគោរពការសម្រេចចិត្តការបញ្ចេញយោបល់របស់យើងលុះត្រាតែយើងនឹងចេះគោរពនឹងការសម្រេចចិត្តនិងមតិយោបល់របស់អ្នកដទៃទៀតដូចគ្នានិងយុវជនដទៃទៀតដូចគ្នាបាទអរគុណច្រើនបាទសូមអរគុណខ្ញុំសូមបន្ថែមបន្តិចទៅលើចំណុចនេះដែលបងប្រុសគាត់បានសួរមានចំណុចល្អគឺដោយសារថាប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នដូចជាប្រព័ន្ធ Facebook Social Media ហ្នឹងគឺធ្វើឲ្យយុវជនឬក៏អ្នកដែលប្រើប្រាស់ប្រព័ន្ធទាំងអស់ហ្នឹងគាត់ងាយស្រួលក្នុងការចែករំលែកប៉ុន្តែវាក៏ជាអាវុធមុខពីរដែរវាងាយស្រួលក្នុងការឲ្យគាត់ចែករំលែកចំណេះដឹងបទពិសោធន៍ឬក៏បង្ហាញពីគំនិតរបស់គាត់នេះគឺជាផលវិជ្ជមានប៉ុន្តែក៏វាមានផលអវិជ្ជមានដោយសារតែព័ត៌មានទាំងអស់នោះគឺវាមិនពិត 100% ទេអញ្ចឹងជាសារមួយសម្រាប់យុវជនទាំងអស់ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យក៏ដូចជាធ្វើឲ្យប្រព័ន្ធនយោបាយហ្នឹងវាមានដំណើរការល្អត្រឹមត្រូវគឺសូមឲ្យយុវជនហ្នឹងគឺគាត់បានទទួលព័ត៌មានហើយគឺគាត់សូមត្រេះរិះពិចារណាប្រកបដោយវិចារណញ្ញាណមានន័យថាឧទាហរណ៍ថាយើងបានព័ត៌មានមួយតើយើងដើម្បីចង់ដឹងថាវាពិតឬមិនពិតយើងមើលទៅលើឫសគល់នៃព័ត៌មានទាំងអស់នោះឬក៏ព្យាយាមស្វែងរកព័ត៌មានដូចគ្នាហ្នឹងពីប្រភពផ្សេងដែលអាចទុកចិត្តបានអញ្ចឹងបើយើងបានមួយហើយយើងមិនមែនគ្រាន់តែចែករំលែកភ្លាមនោះទេព្រោះអីបើតាមច្បាប់វាអាចខុសច្បាប់ដែរបើមិនជាយើងចែកចាយព័ត៌មានមិនពិតអញ្ចឹងសូមលើកទឹកចិត្តឲ្យយុវជនទាំងអស់ហ្នឹងគាត់ត្រេះរិះពិចារណាហើយស្វែងយល់ឲ្យបានច្បាស់អំពីព័ត៌មានមុននឹងចែករំលែកបាទអរគុណច្រើនពេលមិត្តកំពុងស្ដាប់កម្មវិធី AYC Talk Show ពិភាក្សាជុំវិញប្រធានបទទូនាទីយុវជនក្នុងវិស័យនយោបាយមិត្តក៏អាចខលទូរស័ព្ទតាមលេខទូរស័ព្ទ2000បាទចូលរួមជាបន្តទៀតដែលលេខទូរស័ព្ទយើងមានលេខ066 777 957និងលេខ081 777 957បាទខណៈពេលនេះកម្មវិធីសូមសម្រាប់មួយភ្លែកសិនបាទ AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនការសាលាថ្ងៃនេះគួរចាប់អារម្មណ៍មែនទែនវាគ្មិននិយាយអំពីចំណេះដឹងមួយចំនួនអំពីវិស័យនយោបាយមែនទេចត្រាហ្នឹងហើយតែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគាត់និយាយពីទូនាទីរបស់យុវជនក្នុងវិស័យនយោបាយគួរឲ្យស្ដាយមែនដែលពេលវេលាខ្លីពេក
មែនហើយគ្រប់គ្នាមើលទៅដូចជាចាប់អារម្មណ៍ជាមួយនឹងប្រធានបទហ្នឹងណាយើងគួរតែទៅសួរអ្នកណាបើសិនមកយើងមានចង្អល់ កុំបារម្ភថ្ងៃអាទិត្យនេះមានកម្មវិធីមួយនិយាយពីតួនាទីយុវជនក្នុងវិស័យនយោបាយចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុរស្មីហង្សមាស FM 95.7 MHz ណាកក្កដាណែណោះកម្មវិធីគេគឺកម្មវិធី AYC Talk Show AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនបាទត្រឡប់មកកាន់កម្មវិធី ABC ជាថ្មីនៅក្នុងប្រធានបទទី7នេះបាទគឺទូនាទីយុវជននៅក្នុងវិស័យនយោបាយដែលយើងមានវាគ្មិនពីររូបក្នុងបន្ទប់ផ្សាយបាទទី1គឺកញ្ញានៅសុវត្ថាដែលជាប្រធានកម្មវិធីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនិងយុវជននិងបងប្រុសលោកផេងមាស័កដែលជាសាស្ត្រាចារ្យ Department សិក្សាអន្តរជាតិនៃវិទ្យាសាស្ត្រភាសាបរទេសបាទអញ្ចឹងខ្ញុំចង់ភ្ជាប់ជាមួយនឹងសំណួរការពិវៈមុនតែម្ដងយើងឃើញថាបើសិនបើយើងវិភាគសាជុំវិញរឿងរ៉ាវក្នុងសង្គមកន្លងពេលមុនបោះឆ្នោតបាទយើងឃើញថាការចូលរួមរបស់យុវជននៅក្នុងការឃោសនាគណៈបកក៏ដូចជាយុទ្ធនាការឃោសនាបោះឆ្នោតហ្នឹងគឺយើងឃើញថាវាគឺជាព្រឹត្តិការណ៍មួយដែលមិនគួរឲ្យជឿមែនទែនដែលមានការចូលរួមច្រើនពីយុវជនតើបងប្រុសគឺថាវាមានការឆ្លុះបញ្ចាំងអីខ្លះអំពីគំនិតរបស់យុវជនកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះបាទសូមអរគុណយើងឃើញថាការចូលរួមរបស់យុវជនកម្ពុជាហ្នឹងគឺមានការកាត់ឡើងដែលមិនគួរជឿខ្ញុំទទួលស្គាល់ដោយសារអីដោយសារតែនៅក្នុងឆ្នាំ2012នៅពេលដែលយើងមានការបោះឆ្នោតភូមិសង្កាត់ហ្នឹងគឺចំនួនដែលយុវជនទៅបោះឆ្នោតហ្នឹងគឺมันមានច្រើនប៉ុន្មានទេហើយការចូលរួមរបស់គាត់ហ្នឹងក៏មិនមានច្រើនប៉ុន្តែនៅក្នុងឆ្នាំ2013នៅក្នុងការបោះឆ្នោតថ្នាក់ជាតិហ្នឹងគឺមានច្រើនអញ្ចឹងសួរថាតើវាជាលក្ខណៈអវិជ្ជមានឬក៏វិជ្ជមានដែរសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាគឺជាលក្ខណៈវិជ្ជមានហើយវាមិនជាអ្វីដែលគួរឲ្យយើងភ្ញាក់ផ្អើលខ្លាំងនោះទេដោយសារអីដោយសារតែដូចខ្ញុំជម្រាបមុនអញ្ចឹងដោយសារថាយុវជនទាំងអស់ហ្នឹងគាត់មានចំណេះដឹងហើយនៅពេលដែលគាត់មានចំណេះដឹងច្រើនគឺគាត់ចង់ស្វែងយល់អំពីសិទ្ធិរបស់គាត់ហើយក៏គាត់ចង់ចែករំលែកដើម្បីធ្វើម៉េចដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យឬក៏ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហ្នឹងកាន់តែឈានទៅមុខអញ្ចឹងទី1គឺបញ្ហាចំណេះដឹងនឹងទី1ហើយចំណុចមួយទៀតគឺដោយសារការចូលរួមរបស់ពួកគាត់ហ្នឹងគឺបានជួយពង្រឹងទៅលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាផងដែរអញ្ចឹងខ្ញុំគិតថាការចូលរួមរបស់ពួកគាត់នេះគឺមានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យឬក៏នឹងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាបាទបងស្រីចាសសូមអរគុណដោយដែលបងអូនសាក់មានប្រសាសន៍គាត់ចូលរួមគឺល្អហើយយើងមានមោទនភាពដែលយុវជនយើងទាំងអស់ហ្នឹងគាត់ចូលរួមយ៉ាងផុសផុលក្នុងការងារនយោបាយប៉ុន្តែក៏ដូចដែលខាងយើងធ្លាប់បានលើកឡើងខាងមុនបាញ់មិញអញ្ចឹងថាបើសិនជាគាត់ចូលរួមផុសផុលក្នុងការងារនយោបាយគាត់ក៏ត្រូវគោរពនិន្នាការនយោបាយរបស់អ្នកដែលផ្ទុយពីគាត់ដូចគ្នាដូច្នេះសូមកុំឲ្យយុវជនដែលពេញចិត្តលើនិន្នាការនយោបាយណាមួយនឹងគាត់ខឹងឬក៏ស្អប់ហើយបន្ទោសអ្នកដែលគាត់បង្ហាញការគ្រប់គ្រងទៅលើនិន្នាការនយោបាយរបស់គណៈបកដទៃទៀតព្រោះថាបើយើងចង់បង្ហាញពីសិទ្ធិសេរីភាពក្នុងការបង្ហាញរបស់យើងថាយើងគ្រប់គណៈបកណាឬក៏នយោបាយខាងណាអញ្ចឹងយើងក៏គួរតែផ្ដល់ឱកាសឲ្យអ្នកដទៃទៀតគាត់ធ្វើអញ្ចឹងដូចគ្នាហើយយើងក្នុងនាមជាយុវជនក្នុងប្រទេសតែមួយប្រទេសកម្ពុជាតែមួយដូច្នេះយើងមិនគួរហែកហួរគ្នាខ្មែរគ្នាឯងដោយសារតែរឿងអ្វីមួយដែលយើងទាំងអស់គ្នាជួនកាលយើងអត់ទាំងដឹងខ្លួនយើងពិតប្រាកដផងយើងស្វែងយល់តាមរយៈឯកសារតាមរយៈអីគ្រប់បែបយ៉ាងប៉ុន្តែបែរជាយើងប្រកាសក្នុងចិត្តគ្រប់បែបយ៉ាងហើយយើងឆ្លោះទាស់ទែងឬក៏ដូចជាករណីកន្លងមកយើងឃើញមានការបំផ្លាញទ្រព្យសម្បត្តិរដ្ឋឬក៏មានបញ្ហាដូចជាខាងអ្នកគ្រប់គ្រងម្នាក់ហ្នឹងអ្នកគ្រប់គ្រងមួយហ្នឹងគាត់បន្ទោសទៅអ្នកគ្រប់គ្រងដទៃទៀតនឹងថាខុសឬក៏ត្រូវអីយ៉ាងម៉េចដូច្នេះយល់ល្អយើងក្នុងនាមយើងជាយុវជនជាខ្មែរដូចគ្នាឈាមជ័រតែមួយយើងមិនគួរមានការហែកហួរឬក៏ប្រឆាំងគ្នាទេយើងគួរតែសាមគ្គីគ្នាដើម្បីប្រទេសខ្មែរយើងមានការរីកចម្រើនដូចជាបណ្ដាប្រទេសធំៗទាំងអស់លើពិភពលោកបាទអរគុណមកចាំប៉ុន្តែខ្ញុំចង់ផ្ដោតទៅលើសំណួរពីមុនបន្តិចតាក់ទងជាមួយនឹងការចូលរួមយ៉ាងផុសផុលរបស់គាត់នៅក្នុងការឃោសនាបោះឆ្នោតចង់សួរបងថាតើវាឆ្លោះបញ្ចាំងអីខ្លះអំពីចំណេះដឹងយុវជនក៏ដូចជាការយល់ឃើញរបស់យុវជនសប្តាហ៍ថ្ងៃបាទចាក្រៅពីបង្ហាញពីភាពក្លាហានក្រៅពីបង្ហាញអំពីចំណេះដឹងរបស់គាត់ហើយគឺបង្ហាញយ៉ាងច្បាស់ថាគាត់ចង់ឲ្យគេដឹងថាគាត់មានសម្លេងនៅក្នុងប្រទេសមួយនេះ
ហើយនេះគឺជារឿងមួយល្អដែរដោយដែលយើងវាគ្មិនទាំងពីរបានលើកឡើងទាំងប្រហែលដងថាយើងគ្រប់គ្រងយ៉ាងមុតមមដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋជាពិសេសគឺយុវជនព្រោះថាបើសិនជាមិនមានការគ្រប់គ្រងពីយុវជនមិនមានការចូលរួមយ៉ាងសកម្មពីយុវជនទេការអភិវឌ្ឍប្រទេសយើងក៏មិនបានន័យថាខាងយុវចាស់គាត់អត់មានធ្វើអីដែលនេះដែរគាត់ចូលរួមក្នុងការអភិវឌ្ឍតាំងពីយើងអត់ទាន់បានដឹងក្តីប៉ុន្តែឥឡូវដល់វ័យយើងក្នុងការចូលរួមជួយអភិវឌ្ឍដែរហើយយើងមានចំណេះដឹងយើងមានកម្លាំងយើងមានពេលវេលាដូច្នេះហេតុអីក៏យើងអត់ចូលរួមជួយអភិវឌ្ឍជាមួយគាត់បើគាត់ធ្វើឡើងរាប់ឆ្នាំឥឡូវយើងចូលរួមមកធ្វើទាំងអស់គ្នាហើយបន្តិចទៀតទៅដល់វេនយើងក្នុងការដើរតួជាអ្នកអភិវឌ្ឍម្ដងបាទអរគុណច្រើនប្រិយមិត្តកំពុងស្ដាប់កម្មវិធី AVC Talk Show ពិភាក្សាជុំវិញប្រធានបទទូនាទីយុវជនក្នុងវិស័យនយោបាយបាទមិត្តអាចខលចូលតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទសូមជម្រាបជូនម្ដងទៀតគឺមានលេខ066 777 957និងលេខ081 777 957បាទឬផ្ដល់មតិតាមរយៈ Facebook របស់យើងដែលមានអាសយដ្ឋាន www.facebook.com/theusaayc បាទដោយសារតែវគ្គមុនបងស្រីបាននិយាយតាក់ទងជាមួយនឹងការដឹកនាំថ្នាក់ក្រោមជាតិបាទតាក់ទងជាមួយនឹងការអភិបាលកិច្ចល្អផងដែរយើងដឹងថាការចូលរួមរបស់ប្រជាជននឹងគឺជាផ្នែកមួយជាសសរស្តម្ភមួយរបស់ការអភិបាលកិច្ចល្អអញ្ចឹងចង់សួរបងថាតើយុវជនអាចចូលរួមអីខ្លះនៅក្នុងថ្នាក់ក្រោមជាតិថ្នាក់សង្កាត់ថ្នាក់ភូមិសូមសហគមន៍របស់គាត់នឹងដើម្បីឲ្យមានការផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់គាត់បាទសូមមកចាប់បានចាអរគុណដោយដែលអ្នកស្ដាប់ទាំងអស់ប្រិយមិត្តទាំងអស់បានដឹងហើយថាគោលការណ៍អភិបាលកិច្ចល្អពីមុនយើងមាន8ចំណុចប៉ុន្តែឥឡូវបរួមមកនៅត្រឹមតែដែលងាយស្រួលចាំហ្នឹងគឺមានតម្លាភាពមានការទទួលខុសត្រូវមានកណន័យភាពមានការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងមានចំណុចមួយពិសេសជាងគេហ្នឹងគឺការចូលរួមនេះគឺមិនសំដៅតែយុវជនទេអ្នកណាក៏ត្រូវតែចូលរួមក្នុងការងារអភិបាលកិច្ចល្អហ្នឹងដើម្បីជំរុញឲ្យប្រទេសយើងមានការអនុវត្តច្បាប់ឲ្យកាន់តែល្អជាងនឹងទៀតដូច្នេះជាពិសេសគឺយុវជនដែលគាត់ពេលហ្នឹងគាត់មានចំណេះឪពុកម្ដាយយើងចេញទៅរកស៊ីហើយដូច្នេះយើងជាយុវជនដែលមានចំណេះមានពេលវេលាមានទាំងកម្លាំងហ្នឹងយើងអាចចូលរួមការប្រជុំយើងអាចចូលរួមសម្បីនៅក្នុងសាលាយើងមើលនៅរាល់ការអភិវឌ្ឍទាំងអស់នៅក្នុងភូមិឃុំស្រុកខណ្ឌខេត្តរបស់យើងទាំងអស់ហ្នឹងហើយយើងចេះបញ្ចេញមតិក្នុងន័យដែលថាស្ថាបនាដែលធ្វើឲ្យគេធ្វើតាមយើងឃើញអីខុសយើងអាចនិយាយក្នុងន័យស្ថាបនាដើម្បីឲ្យពួកយើងទាំងអស់គ្នានឹងអាចចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខទៀតបាទចំពោះបងប្រុសខ្ញុំគិតខ្ញុំយល់ស្របទៅលើមតិរបស់បងស្រីដែលថាយុវជនមិនចាំបាច់តែចូលរួមក្នុងថ្នាក់ជាតិទេនៅក្នុងថ្នាក់ក្រោមជាតិហ្នឹងក៏យុវជនអាចចូលរួមដែរជាឧទាហរណ៍ស្រាប់ដែលយើងឃើញថាឆ្នាំ2013តាមរបាយការណ៍យើងឃើញថានៅក្នុងចំណោមអ្នកអង្កេតការថ្នាក់ជាតិក្នុងការរៀបចំបោះឆ្នោតចំនួន 10000 នាក់ហ្នឹងយើងឃើញថាយុវជនគាត់ចូលរួមរហូតដល់ប្រហែលជា 7000 នាក់ 70% នៃអ្នកអង្កេតការថ្នាក់ជាតិហ្នឹងអញ្ចឹងយើងឃើញថានេះគឺជាផ្នែកមួយដែលយុវជនអាចចូលរួមដោយគាត់មិនចាំបាច់ចំណាយថវិកាហើយគាត់អាចចូលរួមដោយផ្ទាល់ក្នុងការធ្វើឲ្យប្រកាសថាមានលទ្ធិប្រជាធិបតេយ្យក៏ដូចជាយុត្តិធម៌នៅក្នុងការបោះឆ្នោតនេះគឺជាគ្រាន់តែជាឧទាហរណ៍តូចមួយក្នុងការចូលរួមរបស់យុវជនមិនតែប៉ុណ្ណោះក្នុងថ្នាក់មូលដ្ឋានជាដើមហ្នឹងយុវជនក៏គាត់អាចចូលរួមក្នុងការជួបប្រជុំគ្នាជាមួយនឹងមេភូមិឬក៏មេឃុំក្នុងការលើកកម្រងដើម្បីអភិវឌ្ឍភូមិឃុំរបស់គាត់ផ្ទាល់ផងដែរបើសិនជាមិនមានការលើកទឹកចិត្តពីខាងថ្នាក់ភូមិឬថ្នាក់ឃុំគាត់ក៏អាចខ្លួនគាត់ដើម្បីក្នុងការលើកជាគម្រោងផ្សេងជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ឬក៏អ្នកជិតខាងរបស់គាត់ដើម្បីលើកស្ទួយភូមិឃុំរបស់គាត់នេះគឺជាការចូលរួមចំណែករបស់យុវជននៅថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍវិស័យនយោបាយឬក៏ជាអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជាបាទអរគុណច្រើនប្រិយមិត្តកំពុងស្ដាប់កម្មវិធី AVC Talk Show ពិភាក្សាជាមួយប្រធានបទទូនាទីយុវជនក្នុងវិស័យនយោបាយមិនអាចខលចូលតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទចូលរួមម្ដងទៀតប្រិយមិត្តយើងដែលបានចូលរួមពីវគ្គមុនយើងបានទទួលបានលេខ066 777 957និង081 777 957បាទសូមភ្ជាប់ជាមួយនឹងអ្វីដែលបងស្រីបានមានប្រសាសន៍កាលពីវគ្គមុនតាក់ទងជាមួយនឹងការចូលរួមរបស់យុវជនដែរប៉ុន្តែវាមានលក្ខណៈដូចជាប្រមាថមាក់ងាយអញ្ចឹងតាមរយៈប្រព័ន្ធ Facebook អញ្ចឹងចង់សួរបងថានិន្នាការនយោបាយទោះបីជានិន្នាការនយោបាយរបស់យុវជនមានភាពខ្លាំងក៏ដោយប៉ុន្តែយើងឃើញថាវាមានការបារម្ភខ្លះតាក់ទងអ្វីដែលបងនិយាយដូចជាការផ្សព្វផ្សាយព័ត៌មានជាដើមអញ្ចឹងបងអាចមានជាកណិតអីតាក់ទងប្រធានបទហ្នឹង
បាទតើតោះសំណួរហ្នឹងបាទសុំមួយនាទីបាទដល់យើងមាន caller បាទ ចាអញ្ចឹងខ្ញុំ highlight អ្វីដែលសាក់បានលើកឡើងបាញ់មិញថាប្រព័ន្ធ social media ដូច Facebook ដូច Twitter ឬក៏ព័ត៌មានទាំងអស់ដែលយើងឃើញឬក៏យើងស្ដាប់បានហ្នឹងគឺជាអាវុធអំពីដូច្នេះមុននឹងយើងក្នុងនាមយើងជាយុវជនមុននឹងជឿសូមធ្វើការថ្លឹងថ្លែងស្វែងរកប្រភពឲ្យបានច្បាស់លាស់ស្វែងរកព័ត៌មានមកថ្លឹងថ្លែងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុននឹងយើងជឿហើយមុននឹងយើងសម្រេចចិត្តថាធ្វើអ្វីមួយទៀតអរគុណបាទអរគុណពេលមិត្តកំពុងស្ដាប់កម្មវិធី ABC Talk Show ហើយមិត្តក៏អាច call ចូលបាននៅវគ្គក្រោយផងដែរដែលគណៈពេលនេះកម្មវិធីសូមសំណាក់មួយផ្លែសិនបាទ AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនខាសាលាថ្ងៃនេះគួរចាប់អារម្មណ៍មែនទែនវាគ្មិននិយាយអំពីចំណេះដឹងមួយចំនួនអំពីវិស័យនយោបាយមែនទេចត្រា ហ្នឹងហើយតែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគាត់និយាយពីទូនាទីរបស់យុវជនក្នុងវិស័យនយោបាយគួរឲ្យស្ដាយមែនដែលពេលវេលាខ្លីពេក មែនហើយគ្រប់គ្នាមើលទៅដូចជាចាប់អារម្មណ៍ជាមួយនឹងប្រធានបទហ្នឹងណាយើងគួរតែទៅសួរអ្នកណាបើសិនជាយើងមានចង្អល់ កុំបារម្ភថ្ងៃអាទិត្យនេះមានកម្មវិធីមួយនិយាយពីទូនាទីយុវជនក្នុងវិស័យនយោបាយចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុរស្មីហង្សមាស FM 95.7 MHz ណាកក្កដាមែនទេកម្មវិធីគេគឺកម្មវិធី AYC Talk Show AYC Talk Show ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់យុវជនបាទត្រឡប់មកកាន់កម្មវិធី ABC Talk Show ជាថ្មីនៅក្នុងប្រធានបទទូនាទីយុវជននៅក្នុងវិស័យនយោបាយបាទមិត្តអាចខលចូលតាមលេខតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទជំរាបជូនម្ដងទៀតលេខ066 777 957និង081 777 957បាទបងខាងផ្សេងមានអ្វីចង់បន្ថែមទេតែមួយជាមួយនឹងមតិរបស់បងកាវវគ្គមុនបាទអូដោយសារខ្ញុំមាន caller បាទអញ្ចឹងខ្ញុំសូមទទួល caller តែម្ដងបាទ Hello ជំរាបសួរបាទតែវិញព្យាយាមម្ដងទៀតបាទសូមអញ្ជើញហាមសញ្ញោបាទចំពោះប្រិយមិត្តរបស់យើងបាទសូមអញ្ជើញមកចាប់ដើម ចាអរគុណគ្រាន់តែនេះខ្ញុំចង់បន្ថែមពាក់ព័ន្ធពីការងារនៅថ្នាក់ក្រោមជាតិដែលយុវជនអាចចូលរួមបានយ៉ាងងាយស្រួលហ្នឹងគ្រាន់តែជាការងារសង្គមមួយចំនួនដែលយើងអាចជួយប្រទេសជាតិយើងបានក៏អាចធ្វើឲ្យយើងចូលរួមការងារនយោបាយដែលយើងគិតថាជារឿងក្តៅគុកដូចជាយើងបងប្អូនខ្លះធ្លាប់ឃើញកម្មវិធីលយ9ដែលគេបង្ហាញអំពីយុវជនហ្នឹងគាត់ធ្វើនៅតាមខេត្តហ្នឹងគាត់ប្រមូលផ្ដុំជាក្រុមបង្រៀនភាសាអង់គ្លេសឬក៏គាត់ប្រមូលផ្ដុំជាការស្វែងរកមូលនិធិពីតាមភ្នាក់ងារឯកជនដូចជាអ្នកលក់នៅតាមផ្សារឬក៏ក្រុមគ្រួសារតាមភូមិឃុំហើយបង្កើតជាធុងសម្រាមសម្រាប់សហគមន៍របស់គាត់ដើម្បីសហគមន៍របស់គាត់នឹងស្អាតរឿងទូចប៉ុណ្ណឹងក៏យើងអាចធ្វើបានក្នុងនាមជាយើងយុវជននៅថ្នាក់ក្រោមជាតិហើយជួយប្រទេសជាតិយើងបានដោយមិនចាំបាច់ថាយើងតតែយើងធ្វើរឿងធំៗយើងអាចជួយប្រទេសជាតិយើងបានទេបាទជាប់ជាមួយនឹងសំណួរមួយទៀតចង់សួរទៅដល់បងមេសាក់ថាការបើកឲ្យទូលាយទៅនឹងការចែកចាយព័ត៌មានក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិហ្នឹងគឺវាស្ថិតនៅក្នុងកម្រិតមួយដែលយើងគិតថាវាអត់តន់មានតុល្យភាពទេទោះបីយើងដឹងថាអាការដែលធ្វើឲ្យមានតុល្យភាពហ្នឹងគឺជាការធ្វើឲ្យមានវិជាធិបតេយ្យក៏ដោយអញ្ចឹងបងគិតថាបងយល់យ៉ាងម៉េចដែរចំពោះការធ្វើឲ្យមានតុល្យភាពរវាងការចែកចាយព័ត៌មានក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិបាទសូមអរគុណដំបូងខ្ញុំគិតថាវាជាចំណុចវិជ្ជមានមួយសម្រាប់សង្គមកម្ពុជាដែលយើងអាចប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាពិសេសតាមរយៈប្រព័ន្ធសង្គមដែលបើសិនជាប្រៀបធៀបជាមួយប្រទេសជិតខាងមួយចំនួនហ្នឹងគឺប្រព័ន្ធទាំងអស់នេះត្រូវបានរឹតបន្តឹងប៉ុន្តែនៅកម្ពុជាយើងអាចបានមានការប្រើប្រាស់ដោយសេរីប៉ុន្តែការប្រើប្រាស់ដោយសេរីហ្នឹងគឺក៏អាចមានលទ្ធផលអវិជ្ជមានដែរដោយសារអីដោយសារតែអ្នកប្រើប្រាស់មួយចំនួនហ្នឹងក៏គាត់ប្រើប្រាស់ហួសកម្រិតមានន័យថាគឺគាត់ប្រើប្រាស់ដើម្បីក្នុងការបង្កាច់បង្ខូចអ្នកដទៃឬក៏បំផាន់ព័ត៌មានមិនពិតអីវាអាចធ្វើឲ្យការធ្វើឲ្យប៉ះពាល់ទៅលើគុណភាពនៃការប្រើប្រាស់ប្រព័ន្ធសង្គមនឹងដែរអញ្ចឹងដើម្បីឲ្យការប្រើប្រាស់ប្រព័ន្ធសង្គមបណ្ដាញ Facebook ឬក៏ YouTube Twitter អីផ្សេងៗហ្នឹងដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ហ្នឹងសូមឲ្យខ្ញុំសូមចែករំលែក3ចំណុចទី1គឺសូមកុំប្រើប្រាស់ប្រព័ន្ធ Facebook ឬក៏ប្រព័ន្ធសង្គមផ្សេងៗហ្នឹងដើម្បីបង្កាច់បង្ខូចគេឈ្មោះអ្នកដទៃពីព្រោះអីជាទូទៅតែយើងបង្កាច់បង្ខូចអ្នកដទៃគេខឹងហើយបើសិនជាគេនិយាយអាក្រក់ពីយើងដោយមិនពិតក៏យើងខឹងដូចគ្នាអញ្ចឹងសូមមេត្តាកុំបង្កាច់បង្ខូចអ្នកដទៃចំណុចទី2គឺសូមកុំចែករំលែកព័ត៌មានដែលមិនពិតគឺមានន័យថា
បច្ចុប្បន្ននេះយើងឃើញមានព័ត៌មានច្រើននៅក្នុង Facebook ដែលយើងអាចរៀនពី Facebook ព័ត៌មានការងារព័ត៌មានតាក់ទងនយោបាយតាក់ទងសង្គមផ្សេងប៉ុន្តែមិនមែនព័ត៌មានទាំងអស់នោះគឺសុទ្ធតែពិតទាំងអស់ទេអញ្ចឹងបើសិនជាយើងអត់ច្បាស់ថាព័ត៌មានហ្នឹងមានប្រភពមកពីណាមានលក្ខណៈពិតយ៉ាងដូចម្ដេចខ្លះគឺសូមកុំចែករំលែកចំណុចចុងក្រោយគឺធ្វើការគោរពគឺមានការគោរពគឺយើងដឹងហើយនៅក្នុងវប្បធម៌ប្រពៃណីកម្ពុជាហ្នឹងគឺយើងត្រូវតែមានការគោរពចំពោះអ្នកដទៃជាពិសេសមនុស្សចាស់ឬក៏មនុស្សដែលមានឋានៈច្រើនជាងយើងអញ្ចឹងកុំបង្កាច់បង្ខូចឈ្មោះអ្នកដទៃកុំចែករំលែកព័ត៌មានពិតហើយនឹងការប្រើប្រាស់ដោយគោរពហ្នឹងគឺខ្ញុំជឿថាអាចធ្វើឲ្យមានតុល្យភាពក្នុងការប្រើប្រាស់ប្រព័ន្ធសង្គមសូមអរគុណបាទអរគុណច្រើនចាសម្រាប់នាងខ្ញុំគិតថាការផ្ដល់ឱកាសឲ្យយុវជននិងប្រជាពលរដ្ឋទាំងអស់បានមានសិទ្ធិក្នុងការបញ្ចេញមតិគឺជារឿងមួយល្អទោះបីជាយើងត្រូវតែមានការរដ្ឋបិទអ្វីក៏ដោយប៉ុន្តែហ្នឹងគឺជាជំហានបន្តទៀតដែលទាំងយើងទាំងរាជរដ្ឋាភិបាលនឹងបន្តធ្វើដើម្បីឲ្យកម្រិតនៅលក្ខខណ្ឌក្នុងការនិយាយប៉ុន្តែសម្រាប់នាងខ្ញុំគិតថាយើងក៏មិនគួរនឹងទទួលការរដ្ឋបិទខ្លាំងដោយបណ្ដាប្រទេសមួយចំនួនដែរព្រោះថាវាធ្វើឲ្យប្រជាពលរដ្ឋយើងជាពិសេសយុវជនហ្នឹងគាត់អាចមានសិទ្ធិបញ្ចេញមតិដែលជាគំនិតផ្ទាល់ខ្លួនរបស់គាត់បានតែដោយដែលបងអូនសាក់និយាយអញ្ចឹងគឺសិទ្ធិសេរីភាពក៏ស្ថិតនៅក្នុងក្របខ័ណ្ឌមួយដែលមានកម្រិតមិនអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃជ្រុលខ្លាំងពេកហើយមានការគោរពគ្នាគឺជារឿងមួយដែលវប្បធម៌ខ្មែរយើងត្រូវតែទទួលស្គាល់ហើយត្រូវតែអនុវត្តឲ្យខានតបានបាទប្រិយមិត្តអាចធ្វើការសួរវាគ្មិនតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទលេខ081 777 957និង066 777 957បាទសំណួរបន្ទាប់ចង់សួរទៅដល់បងស្រីផងដែរយើងឃើញថាការចូលរួមរបស់យុវជនរបស់យើងហ្នឹងនៅក្នុងនយោបាយថ្នាក់ជាតិហ្នឹងក៏វាមានផងដែរឧទាហរណ៍ជាក់ស្ដែងដូចជាការតស៊ូធ្វើជាសកម្មជនគណៈបកបាទរបស់យុវជនហ្នឹងបាទយើងឃើញថាវាមានការជះឥទ្ធិពលទៅដល់មនុស្សវ័យចំណាស់មួយចំនួនដែលមនុស្សវ័យចំណាស់មួយចំនួនគាត់មានមតិថាវាមិនមែនជាការគប្បីតតែសោះដែលយុវជនយើងនឹងហ៊ានមកចេញមតិយ៉ាងមានមោទនភាពទៅលើគណៈបកដែលពួកគេពេញចិត្តហ្នឹងតើវាគ្មិនគិតយ៉ាងម៉េចដែរចំពោះទស្សនៈរបស់មនុស្សចាស់មួយចំនួនខាងនេះបាទអញ្ចឹងសូមចាប់ផ្ដើមពីខាងបងស្រីមុនចាអរគុណសូមទោសសម្រាប់នាងខ្ញុំបើសិនជានាងខ្ញុំលើកឡើងទៅអាចនឹងប៉ះពាល់សូមអភ័យទោសប៉ុន្តែសម្រាប់នាងខ្ញុំគិតថាយើងគួរតែមានមោទនភាពដែរដែលយុវជនរបស់យើងនឹងមានភាពក្លាហានក្នុងការបង្ហាញថាខ្ញុំនឹងប្រកាន់គណៈបកណាហើយបើសិនជាអ្នកដែលមិនហ៊ានហ្នឹងគឺជាសិទ្ធិរបស់គាត់ដែលគាត់មិនហ៊ានក្នុងការលើកឡើងប៉ុន្តែអ្នកដែលហ៊ានយើងគួរតែមានការស្ងើចសរសើរពីភាពក្លាហានភាពបដិញ្ញាចិត្តរបស់ពួកគាត់គ្រាន់តែថាបើក្នុងន័យដែលគាត់ប្រកាន់និន្នាការនយោបាយណាមួយសូមឲ្យគាត់គោរពទៅលើអ្នកដែលប្រកាន់និន្នាការនយោបាយដទៃទៀតអាហ្នឹងគឺជារឿងមួយដែលសំខាន់ដែលយើងចង់បានប៉ុន្តែសម្រាប់នាងខ្ញុំផ្ទាល់គោលគំនិតនាងខ្ញុំផ្ទាល់គឺនាងខ្ញុំគោរពហើយនឹងគាំទ្រសម្រាប់អ្នកដែលគាត់មានគោលការណ៍របស់គាត់គ្រាន់ថាកុំឲ្យប្រើអ្វីដែលជាការជឿជាក់របស់ខ្លួនឯងហើយទៅប៉ះពាល់ដល់អ្នកដទៃនេះតែប៉ុណ្្នឹងគឺបានហើយបាទសូមអរគុណសម្រាប់ខ្ញុំមុននឹងឆ្លើយសំណួរនេះខ្ញុំសូមលើកគំនិតមួយដែលខ្ញុំគិតថាជាគំនិតអវិជ្ជមានដែរដែលសង្គមកម្ពុជាចំពោះអ្នកមួយចំនួនតូចទេដែលជាទូទៅគាត់នៅពេលដែលគាត់មើលឃើញយុវជនគាត់គិតថាជាក្មេងជាវ័យដែលភ្លើតភ្លើនដែលពីអវិជ្ជមានមួយចំនួនគេថាក្មេងឈាមរាវប៉ុន្តែសម្រាប់ខ្ញុំមិនគិតថាយុវជនគាត់ឈាមរាវឬក៏ភ្លើតភ្លើនប៉ុន្តែខ្ញុំសូមឲ្យនិយមន័យថាគឺជាវ័យមួយដែលគាត់ចង់ចេះចង់ដឹងហើយជាវ័យមួយដែលស្រស់ថ្លាខ្ញុំអាចនិយាយបានអញ្ចឹងដោយសារអីដូចជាกระดาษសអញ្ចឹងយុវជនគឺគាត់មិនទាន់ប្រឡូកច្រើននៅក្នុងជីវិតសង្គមគាត់មិនទាន់ពាក់ព័ន្ធបញ្ហាជីវភាពឬក៏បញ្ហាការងារអីច្រើនអញ្ចឹងក្នុងវ័យរបស់គាត់ហ្នឹងគឺគាត់ស្រស់ថ្លាគាត់ចង់បានភាពរីកចម្រើនភាពយុត្តិធម៌ឬក៏ភាពអ្វីផ្សេងដែលល្អសម្រាប់ដែលគាត់គិតថាល្អសម្រាប់សង្គមដូច្នេះការចូលរួមរបស់យុវជនក្នុងគណៈបកផ្សេងហ្នឹងគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ដោយសារកម្ពុជាយើងគឺកាន់យកលទ្ធិប្រជាធិបតេយ្យអញ្ចឹងគាត់កំពុងតែអនុវត្តសិទ្ធិរបស់គាត់ស្របពេលជាមួយនោះគឺគាត់ក៏កំពុងតែពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែរដោយសារតែមិនមែនតែមនុស្សចាស់ទេដែលជាផ្នែកមួយនៃសង្គមយុវជនក៏ជាផ្នែកមួយនៃសង្គមដែរដែលយើងឃើញកម្ពុជាយើងមានទម្រង់យុវជនវ័យក្មេងមានថាទម្រង់ប្រជាជនវ័យក្មេងមានថាយុវជនក្រោម30ឆ្នាំហ្នឹងមានរហូតទៅជាង
60ឬក៏ដល់ 70% នៃប្រជាជនសរុបអញ្ចឹងគឺគាត់មានតួនាទីច្រើនមែនទែនដោយសារតែចំនួនគាត់ច្រើននៅក្នុងសង្គមដូច្នេះហើយគឺគាត់ជាផ្នែកមួយនៃសង្គមប៉ុន្តែក្នុងការចូលរួមរបស់គាត់ហ្នឹងក៏គាត់ត្រូវការត្រងត្រាប់ការបង្ហាញផ្លូវឬក៏ការណែនាំពីក្រុមមនុស្សចាស់ដូចគ្នាខ្ញុំចាំបាននៅក្នុងបទយកការមុននេះបន្តិចដែលបងអូនស្រីមួយថាយុវជនហើយនិងមនុស្សចាស់គឺគាត់អាចមានគំនិតផ្សេងគ្នាអញ្ចឹងយុវជនអាចចែករំលែកគំនិតរបស់គាត់ហើយទទួលយកគំនិតពីមនុស្សចាស់ដើម្បីឲ្យមានការអភិវឌ្ឍដូច្នេះការចូលរួមរបស់យុវជនគឺពង្រឹងនៅលទ្ធិប្រជាធិបតេយ្យនិងប្រព័ន្ធនយោបាយនៅក្នុងប្រទេសកម្ពុជាបាទអរគុណច្រើនខ្ញុំមានធ្លាប់លើកដូចយើងលើថាពាក្យចាស់គាត់ថាគុំប្រឡូកជាមួយនឹងរឿងនយោបាយអញ្ចឹងដោយសារតែគាត់មានទស្សនៈក៏ដូចជាផ្នត់កំណត់ផ្សេងពីយុវវ័យយើងសប្តាហ៍ថ្ងៃតើចង់សួរទៅដល់បងស្រីតបងស្រីយល់យ៉ាងម៉េចដែរចំពោះទស្សនៈរបស់ចាស់ដែលខ្ញុំលើកឡើងខាងលើនេះបាទតាមពិតទៅបើសិនជាយើងអត់ឲ្យយុវជនប្រឡូកក្នុងរឿងនយោបាយយើងក៏អាចស្ដាប់បានថាតើយុវជនគាត់ចង់បានអីដែរបាទប្រឡូកក្នុងរឿងនយោបាយរបស់គាត់ក៏មានគឺដើម្បីផ្ដល់ឱកាសគាត់បាននិយាយថាក្នុងនាមខ្ញុំជាយុវជនខ្ញុំត្រូវការការងារក្នុងនាមខ្ញុំជាយុវជនខ្ញុំត្រូវការឲ្យឧទាហរណ៍ថាគាត់ចង់បានសាំងចុះថោកដោយសារគាត់ត្រូវការជិះទៅរៀនក្នុងនាមខ្ញុំជាយុវជនខ្ញុំត្រូវការឲ្យផ្លូវនឹងស្អាតដោយសារខ្ញុំត្រូវជិះទៅផ្សារខ្ញុំត្រូវជិះទៅរៀនអស់នឹងហើយតាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិតម្រូវការរបស់គាត់ត្រូវតែនិយាយចេញមកដើម្បីឲ្យគាត់នឹងបានចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមផងថ្នាក់ជាតិក៏បានដឹងឮផងថាគាត់ដែល 68% ក្រោមអាយុ30ហ្នឹងគាត់ចង់បានអីព្រោះថាពួកគាត់ក៏បោះឆ្នោតដែរដូច្នេះពេលដែលគាត់បោះឆ្នោតហ្នឹងគាត់នឹងបោះឆ្នោតឲ្យទៅអ្នកដែលគាត់គិតថាបំពេញនូវគោលបំណងរបស់គាត់ដូច្នេះបើមិនឲ្យគាត់ប្រឡូកក្នុងការងារនយោបាយមិនឲ្យគាត់ប្រឡូកក្នុងការងារសង្គមមិនឲ្យគាត់បញ្ចេញគំនិតយោបល់ថាគាត់ចង់បានអីឬក៏គាត់បារម្ភពីរឿងអីរាល់ថ្ងៃអញ្ចឹងយើងក៏អាចធ្វើបំពេញនៅតម្រូវការរបស់គាត់បានដែរបាទអរគុណច្រើនយើងនៅទទួល call មួយទៀតបើសិនជាមានចង្អល់អាច call ចូលបានតាមរយៈលេខទូរស័ព្ទពីប្រព័ន្ធបាទបាទខ្ញុំសូមមានពេលវេលាដែរបាទសូមទូរស័ព្ទចូលរួមលេខ066 777 957និងលេខ081 777 957បាទកម្មវិធីយើងមានប្រហែលជា5នាទីទៀតអញ្ចឹងចង់ឲ្យវាគ្មិនឆ្លើយតបនឹងសំណួរចុងក្រោយរបស់កម្មវិធីដែលចង់ឲ្យវាគ្មិនទៅចែកបន្តិចតាក់ទងជាមួយនឹងសិទ្ធិពលរដ្ឋនៅក្នុងកិច្ចការនយោបាយរបស់របបជាតបតែតើសម្លេងរបស់ប្រជាពលរដ្ឋនោះវាសំខាន់ប៉ុណ្ណាបាទសូមឲ្យទៅខាងបងភាសាសូមអរគុណខ្ញុំគិតថាសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងគឺគាត់មានសារៈសំខាន់មែនទែនជាពិសេសសំខាន់បំផុតហ្នឹងគឺសម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យដែលបើសិនជាយើងមើលទៅលើពាក្យប្រជាធិបតេយ្យហ្នឹងគឺមកពីពាក្យប្រជាពលរដ្ឋបូកនឹងអធិបតេយ្យមានន័យថាអំណាចគឺស្ថិតនៅក្នុងប្រជាពលរដ្ឋក្នុងដៃប្រជាពលរដ្ឋវាមិនមែនមានន័យថាប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់ទាំងអង្គុយក្នុងសភាអង្គុយក្នុងរដ្ឋាភិបាលហើយគាត់ធ្វើស្ដីសម្រេចទេគឺគាត់មានអំណាចក្នុងការជ្រើសរើសអ្នកតំណាងរបស់ពួកគាត់ហើយគាត់ជ្រើសរើសហើយគាត់ត្រូវតាមដានទៀតថាតើតំណាងរបស់ពួកគាត់នឹងធ្វើអ្វីដែលគាត់បានសន្យាដែរឬទេឬក៏ធ្វើអ្វីដែលគាត់អាចអភិវឌ្ឍសង្គមជាតិបានដែរឬទេអញ្ចឹងសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងគឺមានសារៈសំខាន់មែនទែនដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យសូមអរគុណបាទអរគុណច្រើនចាអរគុណនេះខ្ញុំត្រឡប់ទៅតាមពាក្យប្រជាធិបតេយ្យហើយពាក្យថាអបាកិច្ចល្អវិញនៅពេលដែលយើងនិយាយអំពីចង់ឲ្យមានប្រជាធិបតេយ្យចង់ឲ្យមានអភិបាលកិច្ចល្អយើងត្រូវមានតម្លាភាពយើងត្រូវមានការទូខុសត្រូវគណនេយ្យភាពនិងការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋហើយឆ្លើយតបទៅបានក៏ដោយសារមានការចូលរួមពីប្រជាពលរដ្ឋដូច្នេះសិទ្ធិពលរដ្ឋក្នុងការចូលរួមសិទ្ធិពលរដ្ឋក្នុងការលើកឡើងបើគាត់អត់ពេញចិត្តគាត់អត់ចូលរួមគាត់អត់ទាមទារគាត់អត់ពេញចិត្តនៅពេលដែលមានតម្លាភាពគាត់អត់ពេញចិត្តនៅពេលដែលមិនទទួលខុសត្រូវទៅលើអ្វីដែលគាត់ត្រូវទទួលបានគាត់មិនពេញចិត្តនៅពេលដែលការងារនោះគ្មានគណនេយ្យភាពហើយមិនឆ្លើយតបទៅតាមតម្រូវការរបស់គាត់ដូច្នេះគាត់នឹងមិនចូលរួមគាត់នឹងមិនពេញចិត្តដូច្នេះអានឹងហើយមិនអាចធ្វើឲ្យយើងនឹងអាចចូលរួមធ្វើអភិបាលកិច្ចល្អឬក៏ធ្វើឲ្យរបបប្រជាធិបតេយ្យមួយដំណើរការដោយមាននិរន្តរភាពទេបាទអរគុណវាគ្មិនហើយសារតែពេលវេលាខ្លីឥឡូវនេះខ្ញុំចង់ឲ្យខាងវាគ្មិនផ្ដល់ជាសារចុងក្រោយក៏ដូចជាអនុសាសន៍ចុងក្រោយតាក់ទងជាមួយនឹងប្រធានបទរបស់យើងបាទសូមអញ្ជើញចាប់តាមបងភាសាបាទសូមអរគុណជាចុងក្រោយនេះខ្ញុំ
សូមថ្លែងអំណរគុណដល់ក្រុម AVC ដែលបានអញ្ជើញខ្ញុំក៏ដូចជាបងស្រីដើម្បីចែករំលែកបទពិសោធន៍មួយចំនួនតាក់ទងនឹងប្រធានបទដ៏សំខាន់នេះហើយជាចុងក្រោយតាក់ទងនឹងទូនីតិរបស់យុវជននៅក្នុងវិស័យនយោបាយហ្នឹងខ្ញុំសូមផ្ញើសារសំខាន់ៗខ្លីៗមួយចំនួនគឺថាពាក្យថានយោបាយហ្នឹងគឺមិនមែនមានន័យថាតលតែយុវជនទាំងអស់ហ្នឹងចូលរួមគណៈបកឬក៏ចូលរួមថ្នាក់ជាតិឬក៏អីផ្សេងៗហ្នឹងក្នុងការចូលរួមនយោបាយគឺមិនមានន័យទាំងអស់នោះទេសូមដូចបងស្រីបានលើកឡើងអញ្ចឹងគឺការងារតូចៗនៅក្នុងសង្គមសហគមន៍ឬសកម្មភាពអីផ្សេងៗហ្នឹងក៏ជាការងារនយោបាយដែរប៉ុន្តែការចូលរួមឬក៏ចែករំលែកនៅក្នុងវិស័យនយោបាយហ្នឹងសូមឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌមួយដែលអាចទទួលយកបានដោយសារអីដោយសារថាសូមកុំប្រើប្រាស់សិទ្ធិរបស់យើងម្នាក់ៗហ្នឹងដើម្បីទៅបំពេញសិទ្ធិអ្នកដទៃព្រោះអីគឺអ្នកដទៃក៏គាត់មានសិទ្ធិដូចគ្នាដែរដូច្នេះហើយគឺសូមទទួលយកគោរពនៅសិទ្ធិរបស់អ្នកដទៃទទួលយកគំនិតរបស់អ្នកដទៃមកពិចារណាហើយពិចារណាប្រកបដោយវិចារណញ្ញាណដូចប្រពុតដែលលោកតែងតែមានបទិកាថាកុំជឿអ្វីដែលអ្នកបានឮកុំជឿអ្វីដែលមនុស្សជំនាន់មុនប្រាប់អ្នកគឺត្រូវជឿអ្វីដែលអ្នកបានឃើញហើយត្រិះរិះវិចារណាប្រកបដោយវិចារណញ្ញាណបាទអរគុណបាទចាអរគុណវាគ្មិនអរគុណសាក់អរគុណកកដាហើយនឹងឧត្តមសម្រាប់កម្មវិធីក្នុង1ម៉ោងនេះហើយអរគុណប្រិមត្តដែលខលសួរខ្ញុំគ្រាន់តែបន្ថែមចុងក្រោយអ្វីដែលសាក់បានលើកឡើងគឺគ្រាន់តែចង់ជម្រាបថាយើងចូលរួមនយោបាយប៉ុន្តែយើងក៏ត្រូវគោរពការសម្រេចចិត្តរបស់អ្នកដទៃទៀតហើយមិនមែនបានន័យថាគណៈបកអ្នកដែលគ្រប់គ្រងគណៈបកកខុសពីយើងគណៈបកខហ្នឹងយើងត្រូវតែស្អប់គាត់ទេយុវជនខ្មែរដូចគ្នាយើងត្រូវស្រឡាញ់គ្នាក្នុងនាមជាឈាមខ្មែរដូចគ្នាហើយជាមនុស្សដែលនៅក្នុងភពលោកដូចគ្នាដូច្នេះទាំងអស់គ្នាធ្វើការងារអភិវឌ្ឍកុំរើសអើងគ្នាកុំស្អប់គ្នាគោរពការសម្រេចចិត្តរបស់គ្នាទៅវិញទៅមកបើកចិត្តឲ្យទូលាយហើយនៅពេលដែលទទួលព័ត៌មានអ្វីព្រោះថាយើងមានវិទ្យុទូរទស្សន៍និងប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើនហ្នឹងបើទទួលព័ត៌មានទាំងអស់នោះសូមករណាស្ដាប់ហើយឬក៏ឃើញហើយវិភាគយកមកគិតថ្លឹងថ្លែងហើយសិនចាំធ្វើការសម្រេចចិត្តជឿទៅលើប្រភពឬក៏ព័ត៌មានបែបណាមួយកុំជឿដល់យើងអត់ទាន់បានធ្វើការវិភាគបានដិតដល់ចាអរគុណបាទសូមអរគុណបងស្រីសុវត្ថាក៏ដូចជាបងមេសាដែលបានចំណាយពេលចុងសប្តាហ៍នេះចូលរួមក្នុងកម្មវិធី AVC Talk Show របស់ពួកយើងបាទប្រិយមិត្តក៏អាចស្ដាប់កម្មវិធីរបស់យើងមុនផងដែរតាមរយៈការចូលទៅកាន់ page Facebook របស់យើងនៅមានអាសយដ្ឋាន www.facebook.com/USAAVC ហើយមិត្តប្រិយមិត្តអាចចូលទៅក្នុង YouTube Channel របស់យើងដើម្បីស្ដាប់នៅ show នៅដែលចាក់ផ្សាយរួចកាលពីសប្តាហ៍មុនបាទអរគុណពេលវេលាយើងក៏ដល់ទីបញ្ចប់សម្រាប់ប្រធានបទនៅសប្តាហ៍នេះលោកអ្នកអាចស្ដាប់ផ្សាយឡើងវិញនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយជាបន្តចាប់ពីម៉ោង 12 ដល់ម៉ោង 1 រសៀលនេះបាទហើយខន្តីអធិស្ឋានរាល់ការខុសឆ្គងចែកទេសមួយចំនួនជួបគ្នាវិញនៅសប្តាហ៍ក្រោយថ្ងៃអាទិត្យជាបន្តដែលយើងមានប្រធានបទថ្មីមួយទៀតបាទខណៈពេលនេះកម្មវិធីទាំងមូលសូមអរគុណនិងសូមជម្រាបលាបាទវិទ្យុរស្មីហងមាន